សម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីបានឧបត្ថម្ភថវិកាចំនួន20 លានរៀលជូនទៅកាន់នាយក្រិនដែលកំពុងសម្រាប់ព្យាបាលជំងឺនៅពេលថ្មីនេះអ្នកគ្នាប្រកាសជាស្គាល់នៅអតីតតារាកំ pl ែងជើងចាស់នាយក្រិនដែលចូលចិត្តនិយមធ្វើឲ្យបងប្អូនសើចសប្បាយនៅក្នុងការកំ pl ែងរបស់គាត់ឥឡូវនេះគាត់បានធ្លាក់ខ្លួនឈឺសម្រាប់នៅក្នុងមន្ទីរពេទ្យកំពុងធ្វើការព្យាបាលដោយពីនេះក៏មានការយកចិត្តទុកដាក់ពីគុណូបការៈរបស់សម្ដេចទាំងទ្វេគឺសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីបានឧបត្ថម្ភថវិកាក៏ដូចជាទឹកប្រាក់ចំនួន20 លានរៀលទៅក្នុងការព្យាបាលជំងឺរបស់នាយក្រិននេះសោបញ្ជាក់ឲ្យឃើញថាការលើកស្ទួយសិល្បករជើងចាស់ក៏ដូចជាការយកចិត្តទុកដាក់របស់សម្ដេចទាំងទ្វេនេះគឺជាគុណូបការៈដ៏ធំធេងបំផុតនេះបើយោងតាមសំណេររបស់លោកសារិនហ្វីលីបបានសរសេរថាព្រឹកនេះសម្ដេចតេជោហ៊ុនសែននិងសម្ដេចគតិបណ្ឌិតប៊ុនរ៉ានីបានឧបត្ថម្ភថវិកាចំនួន20 លានរៀលជូនទៅកាន់នាយក្រិនកំពុងសម្រាប់ព្យាបាលជំងឺរលាកស្រោមខួរនៅមន្ទីរពេទ្យ